តោះនេះខ្ញុំនឹងធ្វើការបង្ហាញទៅលើ strategy ដែលខ្ញុំបាន trade ដែល profile វាចោលខ្ញុំថាខ្ញុំប្រើប្រាស់ជាមួយនឹង margin ធំហើយក៏ផល size ធំដែលវាអត់ដកលុយឲ្យខ្ញុំឬក៏អីចឹងទៅអញ្ចឹងខ្ញុំនឹងធ្វើការចែកបណ្ដេញ free នៅក្នុងថ្ងៃនេះហើយបើសិនជាអ្នកនេះចង់ចូលទៅលើ community ដែលមានជាមួយនឹងការចែកបណ្ដេញផ្សេងទាក់ទងជាមួយនឹងidea ប្រចាំថ្ងៃទៅលើការ trade ឬក៏ទាក់ទងជាមួយនឹងការ recap position ឬក៏មាន free mentorship អីផ្សេងៗការបង្កើត content ផ្សេងៗអ្នកគ្នាអាចចូលទៅក្នុង community របស់ខ្ញុំបានខ្ញុំនឹងដាក់ link នៅលើ bio ឬក៏នៅលើ caption ឲ្យអ្នកគ្នាបានចុច join អញ្ចឹងកុំឲ្យខាតពេលយូរឥឡូវយើងចូលមកកាន់ការ recap ទៅលើ position ខ្ញុំបានចូលនៅក្នុងថ្ងៃនេះទាំងអស់គ្នាអញ្ចឹង position ថ្ងៃនេះខ្ញុំបានចូល sell ទៅលើ market ដែលខ្ញុំបាន profit ចំនួនចូល$76 ដុល្លារអញ្ចឹង account ខ្ញុំ trade នេះគឺខ្ញុំ trade នៅ Linex ដែលខ្ញុំប្រើប្រាស់ជាមួយនឹង account នេះស្អាតណាស់ហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំឲ្យខាតពេលយូរឥឡូវយើងចូលទៅកាន់ការ recap ទៅលើ position ទាំងអស់គ្នាអូខេតោះឥឡូវយើងមកធ្វើការ recap ទៅលើ position ទាំងអស់គ្នានៅក្នុង graph ឥឡូវនេះអញ្ចឹងមុននេះខ្ញុំបាន cut trade បានមួយបាន reward 1 3នៅក្នុងកន្លែងមួយនេះដោយសារតែ market movement ខ្លាំងនេះ movement ខ្លាំងពេកយើងមើលទៅឃើញ position ហ្នឹងទូចមែនតើហ្មងអញ្ចឹងយើងចូលមកកាន់ការមើលទៅលើ position ខ្ញុំបានចូលមុននឹងតិចទៅចឹងនៅក្នុងកន្លែងនេះគឺខ្ញុំប្រើប្រាស់ confirmation តែ2ទេទី1គឺ liquidity sweep ហើយប្រើប្រាស់ជាមួយនឹង rejection block និង endorsement អូខេអញ្ចឹងបើសិនយើងកលេចមកកាន់ឆ្វេងដៃបើសិនយើងមើលណាអានេះយើងបានប្រើប្រាស់ជាមួយនឹង key level ក៏បាន liquidity sweep ក៏បានក៏យើងបានដើម្បីយកវាមក confirmation ចឹងនៅក្នុងកន្លែងនេះខ្ញុំអត់បានប្រើប្រាស់ជាមួយនឹងគេថា key level ឯធំណាស់ណាទេខ្ញុំប្រើប្រាស់ជាមួយនឹង liquidity sweep ព្រោះសារការ trade របស់ខ្ញុំគឺខ្ញុំដឹងខ្លួនឯងគឺខ្ញុំគ្រាន់តែជា snipper entry ដែលខ្ញុំចាំចូលនៅពេល liquidity sweep ឬក៏អីមាន confirmation ខ្ញុំចូល entry តែម្ដងអញ្ចឹងដូចកន្លែងមួយនេះគឺទីផ្សារមានអីគេមាន liquidity sweep មួយនៅកន្លែងខាងឆ្វេងដៃខ្ញុំព្យាយាមកលេចមកនៅក្នុងកន្លែងមួយនេះសំសាវាបន្តិចសំសាវាបន្តិចអូខេសំសាវាបន្តិចអញ្ចឹងបើយើងកលេចមកផ្សារវាមានមួយនឹង liquidity sweep មួយហើយវាបានបង្កើតជាមួយនឹង rejection block នៅកន្លែងមួយនេះ rejection block ហើយវាមានជាមួយនឹង endorsement នៅកន្លែងមួយនេះអញ្ចឹងអានេះគឺជា A+ ដែលខ្ញុំសម្រាប់ខ្ញុំ trade ណាតែពេលដែលផ្សារមានជាមួយនឹង endorsement ហើយមាន rejection នៅកន្លែងមួយនេះគឺខ្ញុំ catch trade ដោយ confident មែនតើអញ្ចឹងគឺវាមាន liquidity sweep មួយវាមានជាមួយនឹងគេហៅថា rejection ដែលមាន confirmation ដើម្បី entry ទៅ sweep endorsement ចាក់យក rejection ខ្ញុំធ្វើការ entry តែម្ដងអញ្ចឹងកន្លែងនេះគឺខ្ញុំទទួលបាន risk reward 1 ទល់នឹង3ហើយទី2ខ្ញុំយកធំ key level ដែលខ្ញុំយកធំតែ FVG ធំនេះទេនេះ FVG ធំនេះខ្ញុំបាន cut position នឹងចោលទាំងអស់នេះព្រោះថាខ្ញុំដឹងពេលខ្ញុំ trade មិនខ្ញុំអត់ដឹងថា flow របស់ market ឬកំពុងតបូលទេតែខ្ញុំចង់ catch snapper entry នៅកន្លែងមួយហ្នឹងហើយមួយនេះគឺខ្ញុំ risk មួយខ្ញុំបាន1លើ3 អញ្ចឹងទៅអញ្ចឹងនៅក្នុង profile ដូចខ្ញុំបានប្រាប់អញ្ចឹងគឺខ្ញុំប្រើប្រាស់ជាមួយនឹង lot size យ៉ាងធំហើយខ្ញុំ entry របស់ខ្ញុំគឺវាយ៉ាង snip វាអញ្ចឹងខ្ញុំកណនីlot size កណនីច្រឡំកណនីទៅលើ risk ខ្ញុំចូលខ្ញុំ risk $5 ដុល្លារខ្ញុំចូល4 lot ឬក៏5 lot អីចឹងទៅខ្ញុំកណនីទៅហ្នឹងឲ្យធំថ្លៃអញ្ចឹងទៅអញ្ចឹងខ្ញុំធ្វើធំត្រូវតាម plan របស់ខ្ញុំអស់ហើយប៉ុន្តែវាចោទខ្ញុំថាប្រើប្រាស់ជាមួយនឹង like machine អីចឹងទៅអញ្ចឹងឥឡូវនេះខ្ញុំត្រឡប់មក trade like account វិញហើយតែខ្ញុំអត់ដឹងថាពេលណាខ្ញុំត្រឡប់ទៅ trade proper វិញទេអញ្ចឹងនៅក្នុងកន្លែងមួយហ្នឹងអ្នកគេមើលឃើញខ្ញុំនៅទីនៅចុងវិកតែម្ដងផ្សារគាត់ចាក់យកជាមួយនឹង entry របស់ខ្ញុំនេះកន្លែងមួយនេះមើលនេះខ្ញុំចាំ entry នៅកន្លែងនេះនៅពេលដែលផ្សារឡើងទៅដល់ចាក់យក entry របស់ខ្ញុំគឺវាចុះមកយកមួយ TP តែម្ដងឃើញទេអញ្ចឹងខ្ញុំអត់មានត្រូវការពេលយូរមកណា position នេះខ្ញុំចូលប្រហែលជាបានប្រហែលជា2នាទី1នាទី2នាទីគឺវា hit មួយ TP អញ្ចឹងគឺវាលឿនមែនតើព្រោះដោយសារខ្ញុំ snip entry ណាអញ្ចឹងគឺបែបហ្នឹងវាចោទខ្ញុំថាខ្ញុំប្រើប្រាស់ដល់ខ្សែធំមួយនេះផ្សេងខ្ញុំចូលលឿនចេញក៏លឿនដែរព្រោះដោយសារខ្ញុំប្រើប្រាស់ជាមួយនឹង good entry point ហើយជាមួយនឹង good exit អញ្ចឹងទៅអញ្ចឹងនេះវាមកឲ្យខ្ញុំនិយាយនៅក្នុងវីដេអូមួយគឺចាប់ពី2ឡើងទៅគឺវាល្អបំផុតនៅក្នុងការ trade ហើយចែកលេខមួយទៀតតទៅជាមួយនឹងការប្រើប្រាស់ជាមួយនឹង entry ហ្នឹងយើងអាចប្រើប្រាស់បាន2ទី1ប្រើមួយ key level ទី1ប្រើ liquidity sweep អញ្ចឹង key level គឺប្រើប្រាស់មួយគេខ្ញុំសូមឧទាហរណ៍ថាឥឡូវនេះគឺជា key level របស់1ម៉ោងអូខេ key level របស់1ម៉ោងអញ្ចឹងអ្វីដែលយើងរងចាំហ្នឹងគឺថាផ្សារហ្នឹងមាននៅប៉ះជាមួយនឹង key level 1ម៉ោងដូចជា FVG ឬក៏អីចឹងទៅអញ្ចឹងអ្វីដែលយើងរងចាំគឺយើងរងចាំផ្សារហ្នឹងមានជាមួយនឹង confirmation មានជាមួយ rejection អីចឹងទៅយើងរកឱកាសដើម្បីធ្វើការចូលនៅកន្លែង rejection មួយហ្នឹងក៏អីចឹងទៅអញ្ចឹងយើង catch entry វាហ្នឹងក្នុងការដែលយើងប្រើប្រាស់ key level ហើយប្រើ confirmation មាន2នឹងតែយើងប្រើ alignment 2នឹងមួយទៀតគឺយើងប្រើប្រាស់ជាមួយនឹង liquidity sweep អូខេអញ្ចឹងឧទាហរណ៍ថាទីផ្សារ liquidity sweep បែបនេះ sweep បែបហ្នឹងបើវាចុះមកក្រោមវាកើតបានជា rejection គឺយើងអាចធ្វើការ short entry នឹងបានអញ្ចឹងកន្លែងហ្នឹងគឺអាចថាបើសិនយើង trade ថ្មីអាចយើងភ័យអត់សូវ confident ជាមួយនឹង entry ហ្នឹងទេព្រោះសារវាគៀក SL ខ្លាំងមែនតើ
chẳng entry nắng những ai do thầm key level rồi còn nhưng mà sau đi mà do từ bữa sau thì nhóm lại những cuốn ấy nhưng mình từ đi mình lại giờ không chẳng gặp những cuốn ấy mónคือnhóm trade do trong swing đấy nhóm do tái trong trong IPG thì có order block rồi có trong rejection trade rejection và rejection là việc bên chân tay chẳngคือមានពីរបែបដែលខ្ញុំ trade ហ្នឹងវាអញ្ចឹងទី1ប្រើប្រាស់ key level ដើម្បីធ្វើការ entry ទី2ប្រើប្រាស់ liquidity switch ដើម្បីធ្វើការ entry អាហ្នឹងគឺរបៀបដែលខ្ញុំប្រើប្រាស់អញ្ចឹងណាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាយើងចង់ចូលទៅក្នុង community ដែលមានការចែកម្លែកទៅលើ free mentorship មានការ recap session នៅជាប្រចាំហើយជាមួយនឹងការឲ្យ idea ទៅលើការ trade ឬក៏ការ analyze ទៅលើនេះជាប្រចាំថ្ងៃអ្នកចូលទៅក្នុង community យើងបានហើយការបង្កើត content ផ្សេងនៅក្នុង community នេះទាំងអស់អញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេចឹងយើងជួបគ្នានៅវីដេអូក្រោយបាយបាយ